Hello សួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបសេរី control setting game នឹង app វា app ដែលខ្ញុំលេងនេះគឺ app MSI Player ថ្ងៃសារតែមានបងប្រុសអ្នកគាត់សួរអញ្ចឹងខ្ញុំចេញវីដេអូ5ម៉ោងទៅព្រោះសារយើងនេះវាយូរពេកបានតែសេប្រាប់នឹងយូរឥឡូវចូលមក claim ពេជ្រសិនមក claim ពេជ្រយកទៅចាប់ skin លេងព្រោះខ្ញុំមកពេជ្រ claim មកចេះទៅនេះចេះចាប់ចោលហើយយើងមក M8 ឥឡូវមកចាប់ M8 នេះទៅពេញខ្ញុំអត់ចេះសំទុកចាប់សរុបចាប់ដល់មានប៉ុន្មានចាប់ប៉ុណ្ណឹងមានចាប់ប៉ុណ្ណឹងហើយចាំចេះបានទេមែនតាំងពីដើមអូខេនេះឥឡូវខ្ញុំកាត់វាចោលទៅខ្ញុំចូលមកថ្មីបន្លែទៅព្រោះសារនេះខ្ញុំ watch over នេះអញ្ចឹងទៅពិបាកបន្តិចឥឡូវខ្ញុំចូល control មកហើយខ្ញុំនឹងបង្ហាញកូដ control របស់ខ្ញុំតែដល់នេះចង់យកទៅលេងអញ្ចឹងមិនបាច់សុំច្រើននេះអាចយកទៅអាច scope វីដេអូហើយអ្នកទាំងអស់គ្នាអាច save វាបាន save ទៅដាក់ទៅឥឡូវខ្ញុំចុច S11 សិន S11 សម្រាប់យើងថយមកដើម្បីសេរី control វាពេលយើងចេញមកយើងចូលកន្លែង control ហើយ editor ហ្នឹងហើយយើងចុចកន្លែង custom នេះថាបងខ្ញុំចាស់ custom ដាក់ custom ដែលខ្ញុំយកចូលមកហ្នឹងហើយដល់ពេលដែលយើងចង់ដាក់ដូចថាឥឡូវឧទាហរណ៍មួយចឹងឧទាហរណ៍អាដែលជួយនេះមេបេដូនេះខ្ញុំដាក់អក្សរ S អញ្ចឹងនេះមកពេលនេះចង់ដាក់អក្សរមួយណាចុចនេះចុច mouse ឆ្វេងហើយដាក់អក្សរទៅដូចថាជួយដាក់អក្សរ S ឬក៏ជួយដាក់អក្សរ G ទាំងឬក៏ skill ដាក់អក្សរ G ទៅហ្នឹងយើងដាក់តាមហ្នឹងទៅហើយបន្ទាប់មកខ្ញុំប្រាប់កន្លែងដាក់កំភ្លើងបងប្អូននេះដាក់កន្លែងដាក់ភ្លើងអាភ្លើងទី1ដាក់អក្សរ O ទៅនៅកន្លែងលើហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងមកវាកាំងតកពេលយើងបិទតកទៅយើងបិទតកចេញវិញពេលបិទតកយើងចុចអក្សរ O មកវាក្លោះកំភ្លើងមកវិញហើយមួយទៀតយើងខ្ញុំមកប្រាប់កន្លែងបាញ់យើងយកនេះមកអូវាមកនេះមកបាទអូវាមកខាងនេះមកអូមកលើតិចបានបាច់ពុះពេញនេះព្រមពាក់ហ្នឹងបានតែក្តាមបានវិញផ្សេងលេងប៉ុណ្្នឹងដែរហើយនេះយើង select ចេញចូលមកនេះពេលយើងដកមកទៅ item អីចឹងហើយខ្ញុំដាក់អាមកកដាខ្ញុំអត់សូវស្គាល់ដែរនេះបើទំលេងណាហើយដល់ពេលយើងចុចវាដាក់កំណត់មកហើយយើងទៅកំណត់មកតង់ទៀតខាងហ្នឹងយើងត្រូវកំណត់2ដងដើម្បីឲ្យវាជាប់ដល់ពេលកំណត់ហើយយើងត្រូវកុំឲ្យកាំងមកសេតែខ្ញុំមកនេះយើងចូលកន្លែង setting ដែរមកកន្លែងហ្នឹងហើយយើងសេកន្លែងហ្នឹងយើងដាក់ 16450 កន្លែងហ្នឹងបាទដាក់ប៉ុណ្្នឹងមកហើយយើងបើកកន្លែងក្រោមទី3ទី1យើងចាប់ចុចអាលើហ្នឹងហើយយើងអូសវាចេញមកដាក់កន្លែងបាញ់ហ្នឹងមកបាទពេលដល់ប៉ុណ្្នឹងហើយអានេះខ្ញុំត្រួសឲ្យខ្ញុំយកមកហ្នឹងហើយនឹងកន្លែងនេះកន្លែងរត់យើងអូសវាចេញមកដូចគ្នាហើយយើងបាច់ដាក់ធំពេកយើងបាច់ចុចពេកដែរយើងដាក់មកដែលយើង select ហ្នឹងហើយយើងដាក់កន្លែងរត់ហ្នឹងស្គាល់វាឆ្លងពេលខ្លះយើងដាក់ធំពេកវាឆ្លងអញ្ចឹងយើងដាក់វាហើយយើងត្រឹមវាស្មើមកអូខេឥឡូវពេលយើងត្រឹមហើយឥឡូវខ្ញុំចូលរបស់ខ្ញុំវិញព្រោះខ្ញុំតេស្តហើយម្ដងនេះមើលពេល complete cell នេះពេលយើងដាក់ឲ្យ complete cell ផងអានេះខ្ញុំថតមកថតឲ្យបានមើលបាត់ចាអារម្មណ៍ដាច់អស់ background ក្រោមបន្តិចឥឡូវខ្ញុំចូលឲ្យ training ឯនេះមើលអូខេនេះឥឡូវយើងមកដល់ training ហើយខ្ញុំនឹងបង្ហាញការដកមកចេញពីកន្លែងបាញ់ហ្នឹងនេះពេលដល់នេះកំណត់អាកន្លែងដកមកទៅណានេះគឺចុចទៅហ្នឹងមកវាដកមកចេញហើយយើង select អាហ្នឹងយើងស្រាប់យើងដកឬ item យើងដកតិចអីហ្នឹងណាអូខេឥឡូវខ្ញុំទិញអាកំភ្លើងនេះខ្ញុំមកបាញ់មើលញ៉ាំស្គាល់មកព្រោះតែទំលេងហ្គេមដែរបាទនេះការបាញ់អាសាដល់អ្នកគ្នាទេបាទមិនប្រកាសថាអត់ PC លេងខ្លាំងអត់ទេខ្ញុំបាញ់ពីខ្លះបាញ់ក្រោយបាញ់ក្រោយអាហ្នឹងក្នុងការរបស់យើងក្នុងការបាញ់អូខេនេះខ្ញុំមកប្រាប់ពីកន្លែងនេះកន្លែងយើងកាំងមកនោះយើងត្រូវដកអាម៉ៅនេះខ្ញុំឃើញនេះដកហ្នឹងខ្ញុំប្រាប់អ្នកគ្នាពីដំបូងអញ្ចឹងកន្លែងយើងដកមកយើងចូលហ្នឹងនឹងពេលវាកាំងយើងត្រូវចុចជឹងមកហើយពេលលេងយើងចុចមកពេលរត់ពងរត់ចឹងយើងចុចវាមកតង់ពីតង់ដកវាចេញមកដើម្បីឲ្យវាអាម៉ៅនៅកណ្ដាលមកវាទៅឆ្លងប៉ៃផ្សេងមកឆ្លងប៉ៃផ្សេងយើងបាក់លេងវាខ្លះវាឆ្លងប៉ះកន្លែងរត់ទៅពេលយើងគវះមកបាញ់ហ្នឹងវាឆ្លងមកវិញបាញ់ឲ្យកើតអូខេនេះជាចុងក្រោយវីដេអូរបស់ខ្ញុំអត់ស្ម20តូននៃការនិយាយស្ដីព្រោះសារខ្ញុំអត់ដែរធ្វើវីដេអូចឹងទេអត់ដែរ watch over ចឹងពិបាកហើយសលេងខ្ញុំនិយាយរឿងលឿនទៀតអញ្ចឹងបើសិនអ្នកអត់ចេះត្រង់ណានឹងអាចសួរខ្ញុំបានហើយការដាក់ style រំលឿនការដាក់តកលឿនខ្ញុំជិះវីដេអូកាលនេះព្រោះសារតែដល់នេះខ្ញុំរៀន watch over ចឹងនិយាយអត់សូវច្បាស់និយាយឲ្យលឿនទៀតអូខេបាយបាយ